ជាបងគ្រូជំរាបសួរលោកគ្រូឧទ្ទេសឃើញថាមកជាវិទ្យាល័យសិក្សានេះខ្ញុំឈ្មោះចេកកំលៀងថ្ងៃនេះខ្ញុំនឹងមកនិយាយវីដេអូទាក់ទងទៅនឹងមេរៀនទី5គឺការវិទ្យាល័យតាមដំណាក់ដែលផ្អែកលើការវិទ្យាល័យបញ្ចប់ Summative Based Information Assessment ចាអញ្ចឹងនៅក្នុងហ្នឹងគឺមាន3មាតិការបស់វាគឺមាន3ទី1ប្រភេទនៃការវិទ្យាល័យដំណាក់ដែលផ្អែកលើការវិទ្យាល័យបញ្ចប់ទី2ការផ្ដល់មតិត្រឡប់ទី3ការកែលម្អការបង្រៀនអញ្ចឹងសម្រាប់ការវិទ្យាល័យតាមដំណាក់ផ្អែកលើការវិទ្យាល័យបញ្ចប់ហ្នឹងគឺមាន3ធំប្រភេទព័ត៌មានតម្លៃហើយនិងការកែលម្អការបង្រៀនអញ្ចឹងប្រភេទចឹងមុនពេលវិទ្យាល័យលំហាត់មានរចនាសម្ព័ន្ធនិងបុរេតេស្តដែលជាកិច្ចការទេសំណួរខ្លីៗឬក៏យើងដាក់តេស្តឲ្យផ្សេងៗនិងការប្រឡងចុងឆ្នាំឆមាសឬក៏យើងអាចប្រើជាឧបករណ៍ digital អីចឹងទៅចាអញ្ចឹងសម្រាប់ព័ត៌មានត្រឡប់មកវិញគឺយើងអាចមានជារបៀបនៃការចែកចាយឬក៏ការសន្មត់ជាមុនឬក៏យើងអាចគិតជាពេលវេលាកំណត់ទៅនឹងការឆ្លើយតបរបស់ពួកគាត់ផងដែរហើយនឹងការកែលម្អការបង្រៀនហ្នឹងគឺការសិក្សាប្រកបដោយសមត្ថភាពហើយការឆ្លើយតបរបស់គាត់ហ្នឹងមានការអន្តរាគមន៍ពីយើងហើយនឹងអាណាព្យាបាលផងដែរហើយនឹងយើងអាចគំរូការបង្រៀនហ្នឹងសារចុះសារឡើងច្រើនដងដើម្បីគាត់បានយល់ហើយនឹងបានដឹងបន្ថែមទៀតផងដែរអញ្ចឹងសម្រាប់ចំណុចទី1ប្រភេទនៃការវិទ្យាល័យតាមដំណាក់ផ្អែកលើការវិទ្យាល័យបញ្ចប់ហ្នឹងមានច្រើនចំណុចដែលខ្ញុំបានរៀបរាប់អញ្ចឹងចំណុចកទៅតាមលំហាត់ដែលមានរចនាសម្ព័ន្ធអញ្ចឹងគឺជាលំហាត់ដែលវាងាយស្រួលសម្រាប់សិស្សឧទាហរណ៍ដូចបទបង្ហាញបន្តមាត់ឬក៏ល្បែង digital អីដែលធ្វើឲ្យសិស្សមានភាពតានតឹងចំណុចខទៅទៅនឹងបរិយាកាសមានន័យថាទៅផ្ដល់ព័ត៌មានមួយឲ្យកូនសិស្សបានយល់ហើយនឹងធ្វើបានត្រឹមត្រូវផងដែរចំណុចកទៅទៅនឹងកិច្ចការផ្ទះអញ្ចឹងដឹងហើយកិច្ចការផ្ទះពួកយើងទាំងអស់គ្នាក្នុងនាមយើងជាគ្រូគឺត្រូវតែមានកិច្ចការផ្ទះដើម្បីឲ្យកូនសិស្សហើយនឹងយើងអាចទទួលព័ត៌មានមកវិញត្រឡប់ថាតើគាត់បានយល់ដឹងអំពីមេរៀនដែលយើងបានបង្រៀនហើយឬនៅនិងចំណុចខគឺការក្នុងថ្នាក់អញ្ចឹងយើងអាចឲ្យគាត់ពិភាក្សាតាមក្រុមឬក៏គាត់អាចបុគ្គលឬក៏យើងដាក់ការងារផ្សេងៗសម្រាប់គាត់អីចឹងទៅនឹងចំណុចងទៅនឹងសំណួរខ្លីហើយនិងសំណួរតេស្តអញ្ចឹងត្រង់ចំណុចហ្នឹងគឺយើងអាចប្រាប់គាត់ឬក៏យើងអាចដាក់ជាសំណួរតេស្តហ្នឹងរយៈពេលខ្លីៗសម្រាប់គាត់ឲ្យដើម្បីគាត់ទទួលបានលទ្ធផលមកវិញថាតើពេលដែលយើងដាក់សំណួរតេស្តហ្នឹងឲ្យបញ្ចប់ពីមេរៀនពីចំណុចហ្នឹងយើងទទួលបានអ្វីខ្លះពីគាត់មកវិញថាកូនសិស្សយើងយល់ដល់កម្រិតណាចានឹងចំណុចចូលមួយទៀតទៅតាមការវិទ្យាល័យរួមគ្នាអញ្ចឹងយើងអាចវិទ្យាល័យជាមួយនឹងសហការីឬក៏ការវិទ្យាល័យជាមួយនឹងកូនសិស្សផ្សេងៗអញ្ចឹងទៅចាចំណុចឆការវិទ្យាល័យវឌ្ឍនភាពរបស់សិស្សមានន័យថាកូនសិស្សអាចចងក្រងឬក៏គាត់អាចមានការរីកចម្រើនទាក់ទងទៅនឹងការវិទ្យាល័យរបស់គាត់ហើយនឹងការតែវឌ្ឍនភាពរបស់សិស្សផងដែរចូលចំណុចទី2គឺការផ្ដល់មតិត្រឡប់មកវិញអញ្ចឹងការផ្ដល់មតិត្រឡប់មកវិញហ្នឹងឬក៏យើងអាចថា feedback ហ្នឹងគឺជាធម្មជាតិនៃការផ្ដល់មតិត្រឡប់អញ្ចឹងបរិមាណនៃការផ្ដល់ត្រឡប់ឬក៏មធ្យោបាយដែលយើងអាចផ្ដល់ដែលយើងផ្ដល់មតិមកត្រឡប់អញ្ចឹងទៅឬក៏យើងអ្នកទទួលពីមតិត្រឡប់ពីឪពុកម្ដាយឬក៏ឲ្យផ្សេងជាដើមអញ្ចឹងទៅចាអញ្ចឹងជំហាន3ដែលអាចជួយគ្រូសន្មត់ទុកជាមុនធម្មជាតិដែលយើងអាចត្រឡប់មកវិញមានឲ្យយើងគេដែលផ្ដល់ណាមច្បាស់ដែលផ្ដល់មកកាន់យើងហ្នឹងយើងអាចយល់ពីលទ្ធផលរំពឹងក្នុងការសិក្សាដឹងពីកំហុសសិស្សដែលអាចកើតមានឡើងឬក៏បង្កើតគំនិតក្នុងព័ត៌មានដែលគាត់អាចត្រឡប់យើងមកវិញអញ្ចឹងទៅចាចូលដល់ចំណុចទី3គឺតកតងទៅនឹងការកែលម្អការបង្រៀនផងដែរអញ្ចឹងក្រោយពីយើងផ្ដល់ជាមតិត្រឡប់មកវិញមានតែខាងឪពុកម្ដាយឬក៏កូនសិស្សផ្ដល់ជាមតិត្រឡប់មកវិញហើយយើងអាចកែលម្អការបង្រៀនរបស់យើងក្រោយដែលយើងទទួលបានអញ្ចឹងការឆ្លើយឬក៏ការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបមានការអន្តរាគមន៍ចុះឡើងហើយនឹងការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារវាងកូនសិស្សហើយនិងគ្រូផងដែរអញ្ចឹងនៅក្នុងចំណុចហ្នឹងគឺមានក្នុងចំណុចហ្នឹងផងដែរគឺមាន5ចំណុចធំចាអញ្ចឹងខ្ញុំបកស្រាយចំណុចទី1ការសិក្សាប្រកបដោយសមត្ថភាពអញ្ចឹងមានន័យថាការសិក្សាប្រកបដោយសមត្ថភាពមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្ន
មេថាអាចជំនុំមកវិញការបង្រៀនឆ្លើយតបជាមួយនឹងសិស្សចម្រុះគ្នាហើយទទួលបានមុខវិជ្ជាមុខក្នុងមុខវិជ្ជាដែលគាត់បានរៀនផងដែរនិងចំណុចទី2នឹងការឆ្លើយតបដោយមានអង្គការអន្តរកម្មអញ្ចឹងពិនិត្យតាមដានដោយចិត្តដិតជាប្រចាំហើយផ្ដល់ការអន្តរកម្មតាមបែបការបង្រៀនឬក៏រៀនដែលប្រព័ន្ធដែលសមស្របចំណុចទី3ការបង្រៀនឆ្លើយតបភាពខុសគ្នារវាងសិស្សអញ្ចឹងអាចយើងដឹងហើយការបង្រៀនឆ្លើយតបនឹងអាចខុសគ្នាការវិតម្លៃការរៀនបឋានថ្នាក់រៀនឬកម្មវិធីសិក្សាផ្សេងៗដែលមាននិងវឌ្ឍនភាពរបស់សិស្សចំណុចទី4ហ្នឹងគឺធ្វើឲ្យគ្រូមានបន្ស៊ីសកម្មភាពសិក្សាជាមួយនឹងវឌ្ឍនភាពមានភាពរីកចម្រើនរបស់សិស្សឲ្យគាត់យល់ចេះវិតម្លៃប្រកបដោយជោគជ័យក្នុងការជំនាញសិស្សនីមួយៗនិងចំណុចទី5តើតើនឹងការកែលម្អបង្រៀនសារចុះសារឡើងច្រើនដងហ្នឹងគឺយើងអាចតើតើនឹងការអានបន្ថែមឲ្យគាត់អានអត្ថបទដែលគាត់មានបញ្ហាហ្នឹងច្រំដែរឬក៏យើងអាចដាក់ការងារក្រុមតូចដែលបញ្យល់គាត់មួយច្បាស់ហើយនឹងដាក់ការងារជាគំរូសិនក៏បានដែរអាហ្នឹងគឺជាការកែលម្អឲ្យក្រោយពេលដែលរៀនសារចុះសារឡើងច្រើនដងអញ្ចឹងទៅឬក៏ការសួរសំណួរតមាត់ទៅកាន់សិស្សទាំងអស់នៅក្នុងថ្នាក់ឬក៏ការបញ្យល់ឡើងវិញឬក៏ការឲ្យគាត់បង្រៀនមិត្តភ័ក្តិរួមថ្នាក់ឬក៏យើងអាចដាក់សញ្ញាកិច្ចការសម្រាប់ពួកគាត់ហើយនឹងចំណុចមួយទៀតនោះគឺតើតើនឹងលក្ខណៈវិនិច្ឆ័យនៃចំណាត់ថ្នាក់ទៅចំណាត់ថ្នាក់គាត់ទទួលបានប៉ុណ្ណេះទៅខែមុនទទួលបានលេខច្រើនខែនេះបានលេខតិចជាងមុនយើងអាចប្រាប់គាត់សារចុះសារឡើងលើកទឹកចិត្តគាត់កាន់តែខ្លាំងផងដែរចាអញ្ចឹងកន្លែងហ្នឹងឬក៏យើងអាចប្រើឧបករណ៍ digital ថ្មីមានតែផ្ដល់ឲ្យគាត់ប្រើនៅសួរសំណួរផ្ទាល់មាត់របស់សិស្សប្រាប់ឧទាហរណ៍ដូចជាកម្មវិធី PLP ដែលទាក់ទងនឹងឧបករណ៍ digital ក៏អាចជួយគាត់បានតែផងដែរចាអញ្ចឹងសម្រាប់ជំពូកនេះឬក៏មេរៀននេះផងដែរគឺមានប៉ុណ្ណឹងសម្រាប់បច្ចេកទេសកន្លែងណាខ្វះខាតសូមមេត្តាខន្តីបេទូផងដែរ